ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅបាំងមុខងារ Auto Play នៅក្នុងកម្មវិធី Facebook អញ្ចឹងជាដំបូងឡើយយើងចូលនៅក្នុង Facebook របស់យើងមកអញ្ចឹងនៅពេលដែលយើងចូលនៅក្នុង Facebook អញ្ចឹងគឺនៅពេលដែលយើងអស់មកគឺយើងឃើញមានវីដេអូបែបនេះប៉ុន្តែវីដេអូមួយអញ្ចឹងគឺអត់ play ទេហើយអត់មានឮសំឡេងទេអញ្ចឹងយើងត្រូវទៅបើកមុខងារមួយដើម្បីធ្វើឲ្យវីដេអូមួយអញ្ចឹងនេះ play ហើយឮសំឡេងអញ្ចឹងជាដំបូងឡើយគឺយើងចូលនៅក្នុង menu នៅខាងក្រោមនេះមកតមកទៀតយើងចូលនៅក្នុង setting បន្ទាប់ពីចូល setting ហើយយើងចូលនៅក្នុង setting ខាងក្រោមនេះមួយទៀតមកហើយយើងធ្វើការ scroll off មកក្រោមទៀតយើងស្វែងរកពាក្យថា media ហើយយើងចុចទៅលើពាក្យថា media មកអញ្ចឹងនៅពេលដែលយើងចុចទៅលើពាក្យ media នេះយើងមើលមកខាងក្រោមនេះកន្លែងនេះគឺវាគ្រីសនៅកន្លែង never អញ្ចឹងមានន័យថាវីដេអូរបស់យើងគឺវាអត់ play ទេអញ្ចឹងបើសិនជាយើងចង់ឲ្យវីដេអូរបស់យើង play គឺយើងមកគ្រីសខាងលើនេះ when using calculate data and wifi អញ្ចឹងបើសិនជាយើងប្រើអ៊ីនធឺណិតនៅក្នុងទូរស័ព្ទដៃមកក៏យើងភ្ជាប់ wifi វីដេអូរបស់យើងនៅពេលដែលយើងបើក Facebook មកគឺវានឹង auto play ឲ្យយើងហើយនៅខាងក្រោមនេះគឺយើងប្រើ wifi only មានន័យថាបើយើងភ្ជាប់ wifi បានវីដេអូរបស់យើងនឹងវា auto play អញ្ចឹងខ្ញុំធ្វើការគ្រីសយកខាងលើនេះមកដើម្បីឲ្យនៅពេលដែលទូរស័ព្ទរបស់យើងភ្ជាប់ជាមួយ wifi ក៏វីដេអូរបស់យើងវា auto play ហើយយើងប្រើអ៊ីនធឺណិតទូរស័ព្ទមួយយើងក៏ auto play អញ្ចឹងឥឡូវដោយសារខ្ញុំគ្រីសយកខាងលើនេះអញ្ចឹងខ្ញុំធ្វើការអស់វាចេញហើយខ្ញុំចូល Facebook ម្ដងទៀតចង់ដឹងថាវីដេអូដែលយើងមាននៅក្នុង Facebook នោះចង់ដឹងថាវា auto play អត់អញ្ចឹងបងប្អូនឃើញនេះគឺជាវីដេអូខ្ញុំអស់ចុះក្រោមនេះមកដើម្បីស្វែងរកវីដេអូទៀតនេះបងប្អូនឃើញទេអញ្ចឹងវីដេអូនេះគឺវា auto play នៅពេលដែលយើងបើក Facebook មកប៉ុន្តែអត់ឮសំឡេងទេអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យវីដេអូមួយយើងឮសំឡេង